មេរៀនជីវិតជាបទសិក្សាដែលផ្ដល់សេចក្តីឆ្លាតវៀងនិងការប្រឹងប្រែងដើម្បីធ្វើឲ្យជីវិតប្រសើរឡើងមេរៀនទាំងនេះសម្រេចបានតាមរយៈបទពិសោធន៍ផ្ទាល់ជីវិតបន្ទាប់ពីមានការធ្វើអ្វីមិនត្រឹមត្រូវឬសម្រេចបានដោយការរៀនសូត្រពីអ្នកដទៃខាងក្រោមជាមេរៀនជីវិតសំខាន់មួយចំនួន 1. ធ្វើការសម្រេចចិត្តដោយយកការវិភាគជាមូលដ្ឋានសិក្សាបញ្ហាដោយយកជំហានវិភាគល្អហើយកុំធ្វើសេចក្តីសម្រេចចិត្តដោយប្រើអារម្មណ៍ប៉ុណ្ណោះ 2. រៀនពីការបរាជ័យកំហុសនិងបរាជ័យជាមុខងារសំខាន់ក្នុងការរៀនសូត្រវាជាឱកាសក្នុងការលូតលាស់និងកែលម្អ 3. គ្រប់គ្រងពេលវេលាពេលវេលាមិនអាចត្រឡប់មកវិញបានទេចំណាយវាទៅលើអ្វីដែលមានតម្លៃនិងកែលម្អជីវិត 4. សុំទោសនិងអភ័យទោសការទទួលស្គាល់កំហុសនិងសុំទោសជាផ្នែកសំខាន់នៃការបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ 5. មានភាពអត់ធ្មត់ភាពអត់ធ្មត់ជាគន្លឹះសម្រាប់ការជ្រោមជ្រែងជីវិតដោយសពពេលមានអ្វីដែលត្រូវរងចាំឬឆ្លងផុត 6. ថែរក្សាសុខភាពសុខភាពល្អជាផ្នែកសំខាន់បំផុតនៃជីវិតធ្វើសកម្មភាពដែលល្អសម្រាប់រាងកាយនិងចិត្ត 7. កុំខ្ជះខ្ជាយចំណងប្រាណការប្រើប្រាស់ចំណងប្រាណក្នុងការធ្វើអ្វីដែលមានន័យអាចជាកូនសោរសម្រាប់ការលើកស្ទួយជីវិត 8. ស្រឡាញ់ខ្លួនឯងការគោរពខ្លួនឯងនិងការយល់ដឹងពីតម្លៃផ្ទាល់ខ្លួនជាមូលដ្ឋានដើម្បីស្វែងរកសេចក្តីសុខប្រសិនបើអ្នកចង់ចូលចិត្តនៅលើមេរៀនណាមួយឬចង់បានការអភិវឌ្ឍលម្អិតសូមប្រាប់ខ្ញុំមេរៀនជីវិតសំខាន់ 1. ចូលរៀនពីកំហុសកំហុសមិនមែនជាចំណុចចាញ់ទេប៉ុន្តែវាជាឱកាសសម្រាប់រៀនសូត្រកំហុសនឹងជួយឲ្យយើងឃើញចំណុចខ្សោយនិងធ្វើឲ្យមានការពិចារណាបង្កើតអ្វីថ្មី 2. កំណត់គោលដៅច្បាស់លាស់ជីវិតគ្មានគោលដៅគឺដូចនឹងការធ្វើដំណើរដោយគ្មានទិសដៅការកំណត់គោលដៅគឺជាកញ្ចប់នៃចក្ខុវិស័យដែលនាំទៅរកភាពជោគជ័យ 3. ការទទួលខុសត្រូវលើជីវិតផ្ទាល់ខ្លួនគ្មានអ្នកណាដែលអាចដឹកនាំជីវិតរបស់អ្នកបានល្អជាងអ្នកផ្ទាល់ស្វែងរកវិធីដោះស្រាយបញ្ហានិងទទួលស្គាល់ទេពកោសល្យរបស់ខ្លួន 4. ការកែសម្រួលនិងបង្កើតទំនាក់ទំនងល្អទំនាក់ទំនងល្អជាគន្លឹះសម្រាប់ការរីកចម្រើននៅក្នុងជីវិតផ្ទាល់ខ្លួននិងវិជ្ជាជីវៈចូលផ្ដោតសំខាន់លើការប្រើពាក្យសម្រួលនិងស្ដាប់គេជាគេ 5. ការរស់នៅក្នុងបច្ចុប្បន្នភាពការពិបាកឬការថប់បារម្ភអំពីអនាគតនឹងបង្អាក់ការរីកចម្រើនចូលរស់នៅក្នុងពេលបច្ចុប្បន្នហើយទទួលយកវាដោយចិត្តសប្បាយ 6. ការថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តសុខភាពគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតចូលថែរក្សាប្រព្រឹត្តការចងចាំនិងសុខភាពដោយការហាត់ប្រាណនិងការបរិភោគអាហារសម្បូរបែប 7. សេចក្តីសប្បាយចិត្តក្នុងអ្វីដែលអ្នកមានសូមមានក្តីអរគុណសម្រាប់អ្វីដែលអ្នកមានហើយកុំជៀសវាងការប្រឹងប្រែងស្វែងរកចំណង់ចំណូលចិត្តថ្មីចុងក្រោយនេះមេរៀនជីវិតជាគន្លឹះដើម្បីដឹកនាំអ្វីទៅរកជោគជ័យនិងសុភមង្គលរីករាយស្វែងយល់និងអនុវត្តឲ្យបានមានប្រសិទ្ធភាពនេះគឺជាមេរៀនជីវិតសំខាន់ដែលអាចជួយឲ្យជីវិតប្រសើរឡើង 1. ការលើកទឹកចិត្តខ្លួនឯងស្វែងរកអ្វីដែលអ្នកស្រឡាញ់និងបំពេញចិត្តជឿជាក់លើសមត្ថភាពនិងគោលដៅរបស់អ្នកចូលរួមក្នុងសកម្មភាពដែលបង្កើតសុភមង្គលនិងសន្តិភាពក្នុងចិត្ត 2. ការគោរពពេលវេលាដាក់អាទិភាពលើអ្វីដែលសំខាន់រៀបចំការងារឲ្យមានប្រសិទ្ធភាពនិងបំពេញកាតព្វកិច្ចសម្រេចតាមពេលកំណត់ 3. ការអភិវឌ្ឍអាត្មាធម៌អានសៀវភៅនិងសិក្សាពីមនុស្សជោគជ័យចាប់យកមោទនភាពពីការចូលរួមក្នុងសង្គមនិងការចែករំលែក 4. ការរស់នៅដោយការប្រាក់ស្និទ្ធស្នាលតែតាំងស្ដីជាមួយគ្រួសារនិងមិត្តភក្តិចាប់យកអត្ថន័យពីភាពសាមញ្ញនិងភាពរីករាយក្នុងជីវិតប្រចាំថ្ងៃ 5. ការដឹកជញ្ជូនចិត្តដ៏រឹងមាំមិនចុះចាញ់មុនឧបសគ្គរៀនពីបរាជ័យហើយបន្តដំណើរទៅមុខ 6. ការផ្ដល់តម្លៃដល់សុខភាពបរិភោគអាហារដែលមានប្រយោជន៍ហាត់ប្រាណប្រចាំថ្ងៃនិងសម្រាកឲ្យគ្រប់គ្រាន់ 7. ការរៀនសូត្រពីអតីតកាលយកបទពិសោធន៍មុនជាដំបូន្មានសម្រាប់អនាគតចេះទទួលស្គាល់ខុសឆ្គងនិងកែប្រែអ្វីដែលគួរតែធ្វើមានចំណុចណាដែលអ្នកចង់ចុះលម្អិតបន្ថែមទៀតទេចូលចិត្តសូមចែករំលែកខាងក្រោមនេះជាភាគខ្លះនៃមេរៀនជីវិតសំខាន់ដែលអាចជួយប្រសើរជីវិត 1. រៀនស្គាល់ខ្លួនឯងធ្វើការឆ្លុះបញ្ចាំងលើគុណសម្បត្តិនិងចំណុចខ្សោយរបស់ខ្លួនស្វែងយល់ពីគោលដៅជីវិតនិងអ្វីដែលមានតម្លៃចំពោះអ្នក 2. បង្កើតសីលធម៌ក្នុងការរស់នៅស្មោះត្រង់និងមានចិត្តសប្បុរសគោរពអ្នកដទៃនិងបង្កើតទំនាក់ទំនងដ៏ល្អ 3. ស្វែងយល់ពីការអភិវឌ្ឍខ្លួនឯងរៀនអ្វីថ្មីនិងរក្សាការអភិវឌ្ឍសិទ្ធិភាព
អានសៀវភៅចូលរួមសិក្ខាសាលាឬទទួលយកបទពិសោធន៍ថ្មី 4. ការគ្រប់គ្រងពេលវេលាធ្វើរៀបចំកាលវិភាគនិងស្វែងរកទល់ឲ្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួនកំណត់អាទិភាពទៅលើអ្វីដែលមានតម្លៃបំផុត 5. ស្គាល់ពីភាពត្រឹមត្រូវសេដ្ឋកិច្ចរៀនគ្រប់គ្រងចំណាយនិងការរកស៊ីប្រាក់បង្កើតផែនការសន្សំនិងវិនិយោគក្នុងការរស់នៅអនាគត 6. សុខភាពនិងសម្រាកផ្ដល់សារៈសំខាន់ដល់អាហារូបត្ថម្ភនិងការហាត់ប្រាណចាប់ផ្ដើមសន្សំពេលសម្រាកសម្រួលអារម្មណ៍និងសុខភាពផ្លូវចិត្ត 7. ការទទួលខុសត្រូវចំពោះកំហុសសិក្សាពីកំហុសឆ្គងហើយកែលម្អពីការបរាជ័យកុំស្រណុកចិត្តពេលមានការលំបាកឬការប្រឈមមុខនឹងបញ្ហា 8. ស្វែងរកសន្តិភាពផ្ទាល់ខ្លួនចាប់ផ្ដើមការចងចាំថាភាពសប្បាយចិត្តមកពីខាងក្នុងប្រើពេលសម្រាប់ការត្រួតត្រាគំនិតនិងគោរពអារម្មណ៍របស់អ្នកបើមានអ្វីបន្ថែមឬចង់ពិភាក្សាច្រើនទៀតសូមប្រាប់ខ្ញុំ